ក្រសួងសង្គមគិច្ចអំពាវនាវដល់ឪពុកម្ដាយឬអាណាព្យាបាលប្រសិនបើមានការលំបាកក្នុងការចិញ្ចឹមទារកឬកូនត្រូវតាក់ទងអាជ្ញាធរនៅមូលដ្ឋានដើម្បីទទួលបានការគាំទ្រសេវាសង្គមដែលផ្ដល់ដោយរាជរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលដោយជៀសវាងបោះបង់ពួកគេការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីក្រសួងសង្គមគិច្ចសង្កេតឃើញថាមានឪពុកម្ដាយឬអាណាព្យាបាលមួយចំនួនតូចបានបោះបង់ទារកឬកុមារនៅតាមមន្ទីរពេទ្យឬទីសាធារណៈដែលត្រូវបានចែករំលែកជាបន្តបន្ទាប់នៅក្នុងបណ្ដាញសង្គមយោងតាមសេចក្តីណែនាំរបស់ក្រសួងសង្គមគិច្ចចុះថ្ងៃទី20ខែសីហាឆ្នាំ2026ក្រសួងសង្គមគិច្ចបានណែនាំឲ្យឪពុកម្ដាយឬអ្នកអាណាព្យាបាលត្រូវចូលរួមចិញ្ចឹមបីបាច់និងថែរក្សាការពារទារកឬកុមារជាកូនរបស់ខ្លួនដើម្បីឲ្យពួកគេធំលូតលាស់និងអភិវឌ្ឍក្នុងបរិយាកាសគ្រួសារប្រកបដោយក្តីស្រឡាញ់និងភាពកក់ក្ដៅក្រសួងសង្គមគិច្ចសង្កត់ធ្ងន់ថាក្នុងករណីមានការលំបាកឬមានបញ្ហាក្នុងការចិញ្ចឹមបីបាច់ថែទាំទារកឬកុមារក្រសួងលើកទឹកចិត្តឲ្យឪពុកម្ដាយឬអ្នកអាណាព្យាបាលត្រូវតាក់ទងជាមួយអាជ្ញាធរក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីទទួលបានការគាំទ្រសេវាសង្គមដែលផ្ដល់ដោយរាជរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលដោយជៀសវាងការមិនអើពើឬការបោះបង់ទារកនិងកុមារ